អ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូនៅសប្តាហ៍នេះយើងសូមលើកយកសៀវភៅល្អមួយក្បាលមកធ្វើការសង្ខេបជូនអ្នកទាំងអស់គ្នាដែលមានចំណងជើងថា The 48 Laws of Power ដែលយើងបកប្រែទៅជាខេមរៈភាសាថាច្បាប់នៃអំណាចទាំង48និពន្ធដោយលោក Robert Greene Robert Greene គឺជាអ្នកនិពន្ធជនជាតិអាមេរិកដែលល្បីល្បាញដោយសារសៀវភៅរបស់គាត់និយាយពីអំណាចយុទ្ធសាស្ត្រនិងធម្មជាតិរបស់មនុស្សស្នាដៃដ៏ល្បីល្បាញបំផុតរបស់គាត់ The 48 Laws of Power និពន្ធនៅក្នុងឆ្នាំ1998គឺជាសៀវភៅដែលលក់ដាច់បំផុតដែលនិយាយពីវិធីសាស្ត្រនៅក្នុងការកសាងនិងពង្រឹងអំណាចដែលយើងកំពុងលើកយកមកធ្វើការអត្ថាធិប្បាយជូនអ្នកទាំងអស់គ្នានៅក្នុងសប្តាហ៍នេះសៀវភៅច្បាប់នៃអំណាចទាំង48នេះនឹងជួយឲ្យយើងយល់ច្បាស់ពីវិធីសាស្ត្រយុទ្ធសាស្ត្រនៅក្នុងការកសាងអំណាចដោយផ្ដោតពីរបៀបដែលបុគ្គលម្នាក់ពង្រឹងឥទ្ធិពលរបស់ពួកគេទៅកាន់មនុស្សជុំវិញខ្លួនឬគេនិយាយថានេះគឺជាសៀវភៅមួយក្បាលដែលគេហាមឃាត់មិនឲ្យអ្នកទោសអាននៅក្នុងគុកមនុស្សគ្រប់គ្នាសុទ្ធតែចង់បានអំណាចហើយតែងតែព្យាយាមគ្រប់យ៉ាងដើម្បីទទួលបានវាការប្រកួតប្រជែងនិងការដណ្ដើមអំណាចគឺជាល្បែងដែលមនុស្សគ្រប់គ្នាចូលរួមមិនថាពួកគេចង់ឬមិនចង់នោះទេនៅក្នុងសៀវភៅនេះ Robert Greene បានសរសេរនៅច្បាប់នៃអំណាចទាំង48ដោយផ្អែកលើឧទាហរណ៍និងសំណេរដែលមានអាយុកាលជាង 3000 ឆ្នាំមកម្ល៉េះពីអិសរាជជនជាន់ខ្ពស់អ្នកនយោបាយនិងទស្សនវិទូល្បីៗក្នុងប្រវត្តិសាស្ត្រទៅជាច្បាប់ដែលអាចអនុវត្តបាននៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងអ្នកនិពន្ធអះអាងថាបើអ្នកអាចអនុវត្តតាមច្បាប់ទាំង48នេះអ្នកនឹងអាចមានអំណាចនិងឥទ្ធិពលទៅកាន់មនុស្សជុំវិញខ្លួនជាក់ជាមិនខានដើម្បីកុំឲ្យខាតពេលយើងមកបកស្រាយពីច្បាប់ទាំង48ដែលអាចធ្វើឲ្យយើងមានអំណាចនិងឥទ្ធិពលនេះទាំងអស់គ្នាច្បាប់ទី1មិនត្រូវមើលរំលងចៅវាយនាយរបស់អ្នកឡើយត្រូវប្រកាសថាអ្នកឲ្យតម្លៃមេរបស់អ្នកជានិច្ចធ្វើឲ្យគាត់មានអារម្មណ៍ថាគាត់មានភាពវៃឆ្លាតនិងមានអំណាចជាងអ្នកណាទាំងអស់ពេលអ្នកទទួលបានការកោតសរសើរឬជោគជ័យអ្វីមួយសូមកុំភ្លេចឲ្យ credit ទៅកាន់មេរបស់អ្នកជានិច្ចអ្នកអាចនិយាយថាជោគជ័យឬសមិទ្ធផលដែលអ្នកទទួលបានទាំងនេះសុទ្ធតែមានការរួមចំណែកពីការណែនាំតម្រង់ទិសឬជួយជ្រោមជ្រែងពីមេរបស់អ្នកបើសិនជាអ្នកបង្ហាញតែពីទេពកោសល្យរបស់ខ្លួនតែមិនបានឲ្យគុណសម្បត្តិទៅកាន់មេរបស់អ្នកនោះអ្នកធ្វើឲ្យអ្នកដទៃមានអារម្មណ៍ថាអ្នកអំនួតមិនឲ្យតម្លៃថ្នាក់លើហើយក៏គេមិនពេញចិត្តនឹងរុញអ្នកឲ្យឡើងទៅលើដែរថាមិនត្រូវគេអាចគិតថាវត្តមានរបស់អ្នកអាចគំរាមកំហែងដល់តំណែងរបស់អ្នកដទៃហើយក៏អាចក្លាយជាឆ្អឹងទទឹងករបស់មេខ្លួនឯងផងក៏ថាបានការដែលបង្ហាញពីភាពឆ្លៀសវៃខុសកលៈទេសៈរបស់អ្នកបែបនេះមិនមែនជារឿងល្អទេសម្រាប់អាជីពនិងអាជីវកម្មរបស់អ្នកនៅក្នុងច្បាប់នេះយើងនឹងលើកឧទាហរណ៍ជាក់ស្ដែងមួយដែលបានកើតឡើងក្នុងប្រវត្តិសាស្ត្ររឿងនេះកើតឡើងទៅលើលោក Nicolas Fouquet ដែលជារដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ស្ដេចល្វីសទី14 Fouquet បានព្យាយាមបង្ហាញឥទ្ធិពលរបស់ខ្លួនដើម្បីផ្គាប់ចិត្តស្ដេចល្វីសទី14ហើយបានរៀបចំពិធីជប់លៀងដ៏ធំសម្បើមមួយនៅក្នុងសាលប្រជុំដែលទើបនឹងបញ្ចប់ការសាងសង់ថ្មីដើម្បីគោរពដល់ព្រះមហាក្សត្រវាជាពិធីជប់លៀងដ៏អស្ចារ្យមួយដែលគ្រប់គ្នាមិនអាចភ្លេចបានឡើយដែលព្រឹត្តិការណ៍នេះធ្វើឲ្យស្ដេចមានអារម្មណ៍ថាគាត់បង្ហាញអំណាចនិងភាពមានបានហួសហេតុពេកដែលធ្វើឲ្យទ្រង់មានអារម្មណ៍ថាឥទ្ធិពលរបស់ Nicolas Fouquet លើសលប់លើសមហាក្សត្រទៅទៀតនៅថ្ងៃបន្ទាប់ Nicolas Fouquet ត្រូវបានគេចាប់ខ្លួនពីបទប្រកាន់អំពើពុករលួយហើយត្រូវបានគេដាក់ទោសអស់មួយជីវិតច្បាប់ទី2កុំផ្ដល់សេចក្តីទុកចិត្តលើមិត្តភ័ក្តិច្រើនពេកហើយចេះរៀនប្រើប្រាស់សត្រូវរបស់អ្នកត្រូវតែមានការប្រុងប្រយ័ត្នជានិច្ចនិងកុំសូវទុកចិត្តមនុស្សដែលនៅជិតអ្នកបំផុតពេកព្រោះពួកគេងាយនឹងច្រណែននឹងអ្នកងាយនឹងក្បត់អ្នកហើយក៏អាចបំផ្លាញអ្នកបានដែរប៉ុន្តែផ្ទុយទៅវិញរៀនស្ដាប់យោបល់និងប្រើប្រាស់ការរិះគន់ពីសត្រូវរបស់អ្នកមកកែលម្អខ្លួនអ្នកពួកគេអាចនឹងនិយាយត្រង់និងស្មោះត្រង់ជាងមិត្តរបស់អ្នកទៅទៀតត្រូវចេះប្រើប្រាស់សត្រូវរបស់អ្នកហើយបើសិនជាគ្មានសត្រូវទេអ្នកគួរតែបង្កើតសត្រូវខ្លះជារឿយៗពេលដែលយើងមានបញ្ហាយើងតែងតែងាកទៅរកមិត្តភ័ក្តិដើម្បីស្វែងរកជំនួយប៉ុន្តែអ្នកគួរគិតឲ្យបាន2ដងសិនមុននឹងធ្វើបែបនេះព្រោះអ្នកមិនស្គាល់មិត្តរបស់អ្នកច្បាស់ដូចអ្វីដែលអ្នកគិតនោះទេមួយវិញទៀតបើអ្នកចង់ឲ្យអ្នកណាម្នាក់ជួយក្នុងការសម្រេចកិច្ចការរបស់អ្នកកុំផ្ដល់ទំនុកចិត្តខ្ពស់ពេកទៅកាន់មិត្តភ័ក្តិឬសាច់ញាតិរបស់អ្នកព្រោះពួកគេអាចនឹងមិនខិតខំប្រឹងប្រែងឬធ្វើលេងព្រោះគេគិតថាពួកគេជាមិត្តភ័ក្តិរបស់អ្នកមិនហ៊ានស្ដីឲ្យពួកគេទេពេលគេធ្វើការមិនល្អដោយសារតែមនោសញ្ចេតនាច្បាប់ទី3កុំរំលេចពីចេតនារបស់អ្នកឲ្យគេដឹងឲ្យសោះដើម្បីរក្សាអំណាចអ្នកនិពន្ធផ្ដល់ដំបូន្មានឲ្យអ្នករក្សាគោលដៅនិងចេតនាពិតរបស់អ្នកក្នុងភាពជាអាថ៌កំបាំងជានិច្ចការដែលចេះលាក់បាំងផែនការរបស់អ្នកនឹងធ្វើឲ្យគូប្រកួតប្រជែងកាន់តែមានការពិបាកក្នុងការប៉ាន់ស្មាននៅជំហានបន្ទាប់របស់អ្នកការចេះប្រើល្បិចបោកបញ្ឆោតបន្តិចបន្តួចធ្វើឲ្យអ្នកអាចគ្រប់គ្រងសកម្មភាពនិងក្តាប់ស្ថានភាពបានល្អដោយមិនមានអ្នកណាដឹងពីគោលជំហរពិតរបស់អ្នកឡើយច្បាប់ទី4
តែងតែនិយាយតិចជាងការចាំបាច់នៅពេលដែលអ្នកនិយាយច្រើនពេកអ្នកងាយនឹងលាតត្រដាងព័ត៌មានដែលអាចផ្ដល់ផលអាក្រក់ដល់អ្នកដោយអចេតនាអំណាចរបស់អ្នកនឹងអាចរក្សាបានល្អបំផុតនៅពេលដែលអ្នកនិយាយកាន់តែតិចប៉ុន្តែវាមានឥទ្ធិពលកាន់តែខ្លាំងសូមប្រើពាក្យរបស់អ្នកដោយប្រុងប្រយ័ត្ននិងផ្ដល់ឲ្យអ្នកដទៃនូវព័ត៌មានតិចតួចបំផុតអំពីអ្នកនិយាយរួមកុំនិយាយច្រើនពេកនៅអ្វីដែលមិនចាំបាច់ច្បាប់ទី5ភាពជោគជ័យជាច្រើនអាស្រ័យទៅលើកេរ្តិ៍ឈ្មោះរបស់អ្នកការពារវាឲ្យបានល្អបំផុតការដែលមានកេរ្តិ៍ឈ្មោះរឹងមាំគឺចាំបាច់ណាស់ដើម្បីរក្សាអំណាចរបស់អ្នកនៅពេលដែលកេរ្តិ៍ឈ្មោះរបស់អ្នកមានភាពរឹងមាំវាក្លាយជាប្រភពនៃឥទ្ធិពលដ៏អស្ចារ្យពីក្នុងខ្លួនអ្នកដូច្នេះអ្នកត្រូវការពារវានៅគ្រប់តម្លៃទាំងអស់ព្រោះសត្រូវរបស់អ្នកនិងគូប្រជែងរបស់អ្នកនឹងប្រើគ្រប់មធ្យោបាយដើម្បីបំផ្លាញវាអិសរាជជនជាន់ខ្ពស់ក្នុងប្រវត្តិសាស្ត្រដូចជាណាប៉ូឡេអុងនិងសេសាជាដើមបានយល់ពីអំណាចនៃកេរ្តិ៍ឈ្មោះនេះនិងបានប្រើប្រាស់វាដើម្បីផលប្រយោជន៍របស់ពួកគេច្បាប់ទី6យកចិត្តទុកដាក់ទៅលើការយល់ឃើញរបស់អ្នកដទៃមកលើអ្នកដើម្បីរក្សាអំណាចវាមានសារៈសំខាន់ណាស់ក្នុងការរក្សាការយកចិត្តទុកដាក់និងធានាឲ្យបានថាមនុស្សគ្រប់គ្នាផ្ដោតមកលើអ្នកសូមរក្សានូវឥទ្ធិពលរបស់អ្នកទៅលើសកម្មភាពរបស់ពួកគេកុំបណ្ដោយឲ្យខ្លួនឯងបាត់បង់ជំហរនិងទំនុកចិត្តក្នុងចំណោមហ្វូងមនុស្សឲ្យសោះអ្នកដឹកនាំល្បីៗតែងតែប្រើទស្សនីយភាពការសម្ដែងនិងរឿងល្ខោនដើម្បីរក្សាទំនាក់ទំនងនិងការយកចិត្តទុកដាក់របស់អ្នកដទៃមកលើខ្លួនគេច្បាប់ទី7ប្រើឲ្យអ្នកដទៃធ្វើការងារឲ្យអ្នកប៉ុន្តែត្រូវយក credit ជានិច្ចអ្នកដឹកនាំនិងអិសរាជជនដែលមានអំណាចដឹងពីរបៀបផ្ទេរការងារឲ្យអ្នកដទៃខណៈដែលធានាបានថាពួកគេទទួលបាន credit និងកិត្តិយសមកវិញជានិច្ចការដែលចេះប្រើកម្លាំងពលកម្មនិងគំនិតរបស់អ្នកដទៃអាចធ្វើឲ្យអ្នកបង្កើនឥទ្ធិពលនិងភាពជោគជ័យរបស់ខ្លួនដោយមិនចាំបាច់ដកធនធានផ្ទាល់ខ្លួនរបស់អ្នកទៅធ្វើវាឡើយឧទាហរណ៍ក្នុងប្រវត្តិសាស្ត្រមានរួចជាស្រេចដូចជាស្ដេចនិងថ្នាក់ដឹកនាំកម្ពុជាផ្សេងបានប្រើប្រាស់ឧត្តមសេនីយ៍ឬទីប្រឹក្សាជាកូនអុកក្នុងយុទ្ធសាស្ត្រពង្រឹងអំណាចរបស់ពួកគេច្បាប់ទី8ស្រូបទាញអ្នកដទៃឲ្យមករកអ្នករៀនប្រើនុយបើសិនជាចាំបាច់ជំនួសឲ្យការដេញតាមបំណងប្រាថ្នាឬគោលដៅរបស់អ្នកគួរតែធ្វើឲ្យអ្នកដទៃមករកអ្នកដោយឯកឯងនេះមានន័យថាបង្ហាញការផ្ដល់ជូនដែលមិនអាចប្រកែកបានឬប្រើអានុភាពរបស់អ្នកដើម្បីទាក់ទាញពួកគេឲ្យមកចូលក្នុងគន្លងរបស់អ្នកដើម្បីសម្រេចបំណងប្រាថ្នាដែលអ្នកចង់បានច្បាប់ទី9ឈ្នះតាមរយៈសកម្មភាពមិនមែនឈ្នះតាមរយៈការឈ្លោះប្រកែកនោះទេអ្នកនិពន្ធផ្ដល់ដំបូន្មានថាការឈ្លោះប្រកែកគ្នាកម្រនឹងនាំអ្នកឆ្ពោះទៅរកភាពជោគជ័យណាស់ផ្ទុយទៅវិញឈ្នះតាមរយៈសកម្មភាពដោយសម្រេចគោលដៅនិងសមិទ្ធផលវិញល្អជាងអ្នកដែលឈ្លោះគ្នាតែងតែបង្ហាញពីភាពងាយរងគ្រោះរបស់ខ្លួនខណៈដែលអ្នកធ្វើកំពុងតែនៅតាមផ្លូវឆ្ពោះទៅរកជ័យជំនះច្បាប់ទី10ជៀសវាងនៅមេរោគមិនសប្បាយចិត្តនិងរឿងអកុសលបុគ្គលដែលតែងតែមិនសប្បាយចិត្តនឹងខ្លួនគាត់នឹងបង្អាក់ធម្មពលនិងធនធានរបស់អ្នកនឹងអូសអ្នកចុះក្រោមជាមួយពួកគេការសេពគប់ជាមួយមនុស្សប្រភេទនេះអ្នកប្រថុយនឹងឆ្លងធម្មពលអវិជ្ជមានពីពួកគេច្បាប់ទី11រៀនរក្សាមនុស្សឲ្យពឹងផ្អែកលើអ្នកជានិច្ចគន្លឹះក្នុងការរក្សាទំនាក់ទំនងដ៏ល្អគឺធ្វើឲ្យអ្នកដទៃពឹងផ្អែកលើអ្នកជានិច្ចនៅពេលដែលមនុស្សពឹងផ្អែកលើអ្នកដើម្បីភាពជោគជ័យរបស់ពួកគេអ្នកនឹងអាចក្តាប់ក្តាប់អំណាចដែលជាសញ្ញាបៀមួយសញ្ញាដ៏សំខាន់អ្នកអាចសម្រេចបានតាមរយៈការផ្ដល់ជំនួយជាយុទ្ធសាស្ត្រឬធ្វើឲ្យគេត្រូវតែពឹងពាក់លើអ្នកឲ្យខានតែបានទើបអ្នកអាចរក្សានៅអំណាចរបស់អ្នកទៅលើពួកគេច្បាប់ទី12ប្រើពាក្យស្មោះត្រង់និងសប្បុរសដើម្បីបំបត្តិភាពងាយរងគ្រោះរបស់អ្នកភាពស្មោះត្រង់និងចិត្តសប្បុរសគឺជាឧបករណ៍ដ៏មានអានុភាពសម្រាប់ទទួលបានទំនុកចិត្តនិងកែប្រែសត្រូវទៅជាមិត្តនៅពេលដែលអ្នកធ្វើល្អស្មោះត្រង់នោះគេនឹងអង្កេតមើលសកម្មភាពរបស់អ្នកហើយទំនុកចិត្តនឹងកាត់មានបន្តិចម្ដងច្បាប់ទី13នៅពេលសុំជំនួយពីនរណាម្នាក់ត្រូវផ្ដល់ផលប្រយោជន៍ដល់គេវិញផងមនុស្សទំនងជាអាចជួយអ្នកបានប្រសិនបើពួកគេឃើញពីផលប្រយោជន៍ដែលអ្នកនាំមកឲ្យពួកគេអ្នកនិពន្ធណែនាំថាពេលស្នើសុំជំនួយពីគេត្រូវមានលក្ខខណ្ឌផ្ដល់នៅអ្វីមួយទៅគេវិញជាជាងការអំពាវនាវសុំជំនួយដោយគ្មានផលប្រយោជន៍ដល់ភាគីម្ខាងទៀតព្រោះវាមិនមែនជាកាតព្វកិច្ចរបស់ពួកគេទេដែលមកត្រូវជួយយើងច្បាប់ទី14សម្ដែងធ្វើជាមិត្តតែធ្វើការជាចារកម្មនៅក្នុងច្បាប់នេះអ្នកនិពន្ធស្វែងយល់ពីអំណាចនៃការប្រមូលព័ត៌មានដោយដាក់ខ្លួនជាមិត្តដ៏ល្អម្នាក់អ្នកអាចជ្រៀតចូលទៅក្នុងក្រុមឬអង្គការដែលជាដៃគូប្រកួតប្រជែងដើម្បីទទួលបានព័ត៌មានសម្ងាត់ដោយភាពឆ្លៀសវៃបន្លំខ្លួនធ្វើជាចារកម្មដើម្បីប្រមូលព័ត៌មានសម្រាប់វិប្រហារគូសត្រូវនាពេលអនាគតច្បាប់ទី15ជីកស្មៅត្រូវជីកទាំងឫសនៅពេលដែលអ្នកកម្ចាត់សត្រូវរបស់អ្នកត្រូវប្រកាសថាពួកគេត្រូវបានកំទេចចោលទាំងស្រុងដោយមិនទុកកន្លែងឲ្យពួកគេងើបឡើងវិញនោះទេបើសិនជាអ្នកមិនបានជីកស្មៅទាំងឫសនោះអ្នកនឹងផ្ដល់ឱកាសឲ្យពួកគេពង្រឹងអំណាចក្នុងការសងសឹកម្នាក់វិញនៅពេលក្រោយច្បាប់ទី16អវត្តមានរបស់អ្នកអាចបង្កើននូវការគោរពជួនកាលវិធីល្អបំផុតដើម្បីបង្កើនថាមពលរបស់អ្នក
គឺកុំសូវមានវត្តមាននៅគ្រប់កម្មវិធីពេកយុទ្ធសាស្ត្រនេះមានប្រសិទ្ធភាពដោយសារតែអ្នកដទៃដឹងពីសារៈសំខាន់របស់អ្នកនិងគម្លាតដែលអ្នកមានរវាងអ្នកនិងពួកគេអវត្តមានខ្លះក៏ល្អដែរកុំសូវចេញមុខគ្រប់កម្មវិធីពេកច្បាប់ទី17កុំឲ្យគេដឹងពីជំហានបន្ទាប់របស់អ្នកដើម្បីរក្សាអំណាចនិងឥទ្ធិពលរបស់អ្នកកុំឲ្យគេទាយដឹងថាអ្នកនឹងត្រូវធ្វើអ្វីនៅពេលបន្ទាប់ប្រសិនបើគេទាយមិនដឹងពីសកម្មភាពបន្ទាប់របស់អ្នកពួកគេនឹងមានភាពច្របូកច្របល់ធ្វើឲ្យសត្រូវរបស់អ្នកពិបាកកំណត់យុទ្ធសាស្ត្រទប់ទល់នឹងអ្នកច្បាប់ទី18កុំឃុំខ្លួនឯងក្នុងបន្ទាយការដាក់ខ្លួននៅឯកាពិតជាងាយនឹងធ្វើឲ្យអ្នកគ្រោះថ្នាក់ការដែលឃុំខ្លួននៅតែឯងធ្វើឲ្យអ្នកចាក់ចេញពីសម្ព័ន្ធមិត្តដែលមានសក្តានុពលនិងព័ត៌មានដែលមានតម្លៃនៅក្នុងសង្គមវាចាំបាច់ណាស់ដែលអ្នកត្រូវបន្តទំនាក់ទំនងជាមួយអ្នកដទៃប្រើប្រាស់ទំនាក់ទំនងសង្គមដើម្បីប្រមូលផ្ដុំកម្លាំងច្បាប់ទី19ដឹងថាអ្នកណាជាមិត្តអ្នកណាជាសត្រូវស្វែងយល់ពីមនុស្សជុំវិញខ្លួនកំណត់ឲ្យច្បាស់ថាអ្នកណាជាមិត្តអ្នកណាជាសត្រូវរៀនការពារខ្លួននិងជៀសវាងពីចំនួនដែលមិនចាំបាច់ច្បាប់ទី20កុំកាន់ជើងអ្នកណាម្នាក់ផ្កាប់មុខពេកធ្វើជាមនុស្សបត់បែនខ្ពស់និងមិនកាន់ជើងអ្នកណាម្នាក់ទាំងស្រុងឡើយព្រោះវាអាចបន្ថយឥទ្ធិពលរបស់អ្នកធ្វើខ្លួនឲ្យមានភាពឯករាជ្យនិងអាចផ្លាស់ប្ដូរសម្ព័ន្ធភាពបានគ្រប់ពេលវេលាពេលដែលចាំបាច់រក្សាជំរឿសរបស់អ្នកឲ្យបើកចំហជានិច្ចច្បាប់ទី21ធ្វើជាមនុស្សល្ងីល្ងើជាមួយមនុស្សក្រអឺតក្រទមក្នុងស្ថានភាពខ្លះដើម្បីឈ្នះបានអ្នកត្រូវធ្វើខ្លួនជាមនុស្សល្ងីល្ងើតាមរយៈការធ្វើពុតជាមនុស្សមិនចេះដឹងអ្វីទាំងអស់ធ្វើឲ្យគូប្រកួតប្រជែងរបស់អ្នកគិតតែគេឆ្លាតជាងអ្នកពូកែជាងអ្នកនោះអ្នកងាយនឹងតាក់ទាញឲ្យពួកគេចូលទៅក្នុងអន្ទាក់របស់អ្នកនៅពេលដែលពួកគេមើលស្រាលអ្នកអំនួតលើខ្លួនឯងនោះគេងាយនឹងបរាជ័យក្នុងដៃអ្នកច្បាប់ទី22ប្រើយុទ្ធសាស្ត្រចោះចាញ់បំផ្លែងភាពទន់ខ្សោយទៅជាអំណាចពេលខ្លះវាជារឿងល្អក្នុងការចោះចាញ់ជាបណ្ដោះអាសន្នដើម្បីទទួលបានជ័យជំនះនៅពេលក្រោយសម្ងំចោះចាញ់បន្តិចធ្វើឲ្យគូប្រកួតប្រជែងរបស់អ្នកមានអារម្មណ៍ថាគេឈ្នះដើម្បីអ្នកមានពេលគ្រប់គ្រាន់ក្នុងការរៀបចំយុទ្ធសាស្ត្ររៀបចំក្រុមការងារឡើងវិញសម្រាប់វាយបកនៅពេលដែលអ្នកខ្លាំងជាងមុនច្បាប់ទី23ប្រមូលផ្ដុំកម្លាំងរបស់អ្នកប្រមូលផ្ដុំថាមពលនិងធនធានរបស់អ្នកទៅលើគោលដៅតែមួយការបំបែកកម្លាំងរបស់អ្នកធ្វើឲ្យថាមពលរបស់អ្នកចុះខ្សោយប្រមូលផ្ដុំកម្លាំងរបស់អ្នកទៅលើចំណុចវាយប្រហារតែមួយធ្វើឲ្យអ្នកមានឱកាសជោគជ័យកាន់តែច្រើនច្បាប់ទី24ធ្វើជាអ្នកកាត់ក្តីដ៏ល្អឥតខ្ចោះនៅក្នុងបរិយាកាសសាជីវកម្មសម័យទំនើបដែលអំណាចនិងនយោបាយគឺជាអ្វីគ្រប់យ៉ាងនោះអ្នកនិពន្ធគូបញ្ជាក់អំពីសារៈសំខាន់នៃភាពស្លូតបូតសុភាពរាបសារនិងចេះអង្កេតមើលស្ថានភាពធ្វើជាអ្នកកាត់ក្តីដ៏ល្អស្គាល់ពីមនុស្សដែលមានអំណាចហើយត្រូវរៀនរណបគេនៅក្នុងកម្រិតសមរម្យមួយដើម្បីពង្រឹងអំណាចខ្លួនឯងច្បាប់ទី25កសាងខ្លួនឯងឡើងវិញមនុស្សម្នាក់ត្រូវមានសមត្ថភាពក្នុងការកសាងខ្លួនឯងឡើងវិញដើម្បីសម្របខ្លួននិងវិវត្តខ្លួនទៅមុខជានិច្ចតាមរយៈការបង្កើតរូបភាពនិងបុគ្គលិកលក្ខណៈថ្មីអ្នកអាចធ្វើដំណើរទៅមុខបានមួយជំហានមុនគូប្រកួតប្រជែងនិងធ្វើឲ្យអ្នកដទៃចាប់អារម្មណ៍ចំពោះការផ្លាស់ប្ដូររបស់អ្នកច្បាប់ទី26រក្សាដៃរបស់អ្នកឲ្យស្អាតជានិច្ចអ្នកដឹកនាំត្រូវតែជៀសវាងការងារកខ្វក់និងរក្សារូបភាពនៃឧត្តមភាពរបស់អ្នកនៅក្នុងចិត្តអ្នកដទៃរៀនផ្ទេរភារកិច្ចដែលមិនចាំបាច់ទៅឲ្យអ្នកដទៃធ្វើដើម្បីរក្សាកេរ្តិ៍ឈ្មោះនិងកិច្ចការក្នុងដៃរបស់អ្នកឲ្យស្អាតស្អំជានិច្ចច្បាប់ទី27ស្គាល់ពីតម្រូវការរបស់មនុស្សដើម្បីបង្កើតការគោរពនិងអ្នកគាំទ្រមនុស្សគ្រប់គ្នាសុទ្ធតែមានតម្រូវការដើម្បីឲ្យគេគោរពនិងធ្វើការឲ្យអ្នកត្រូវស្វែងយល់ពីតម្រូវការរបស់ពួកគេហើយលើកទឹកចិត្តឲ្យគេជឿថាពួកគេអាចសម្រេចអ្វីដែលពួកគេចង់បានតាមរយៈភាពទាក់ទាញចក្ខុវិស័យនិងទំនុកចិត្តដែលមិនផ្លាស់ប្ដូរអ្នកអាចទទួលបានការគោរពនិងបង្កើតអ្នកគាំទ្រជាច្រើនច្បាប់ទី28កសាងសកម្មភាពដោយភាពក្លាហានភាពក្លាហានគឺជាធាតុដ៏សំខាន់នៃការបង្កើតអំណាចអ្នកត្រូវមានភាពម៉ឺងម៉ាត់និងទំនុកចិត្តខ្ពស់សូម្បីតែនៅពេលប្រឈមមុខនឹងភាពមិនប្រកបប្រជាក៏ដោយការធ្វើសកម្មភាពដ៏ក្លាហានបង្ហាញពីភាពរឹងមាំនិងជឿជាក់ជៀសវាងការស្លន់ស្លោនិងការស្ទាក់ស្ទើរច្បាប់ទី29រៀបចំផែនការសកម្មភាពតាំងពីដើមរហូតដល់ចប់តាមរយៈការរៀបចំផែនការទុកជាមុននិងពិចារណារាល់ឧបសគ្គដែលអាចនឹងកើតមានអ្នកបានដាក់ខ្លួនឲ្យអ្នកស្ថិតក្នុងទីតាំងនៃភាពរឹងមាំរួចទៅហើយទម្លាប់គិតច្រើនជំហានទៅមុខហើយរៀបចំខ្លួនសម្រាប់គ្រប់សេណារីយ៉ូទាំងអស់ដែលអាចកើតឡើងវាកាត់បន្ថយលទ្ធភាពនៃបរាជ័យនិងធានាបានថាអ្នកបានត្រៀមខ្លួនរួចរាល់មិនថាអនាគតទៅជាបែបណានោះទេច្បាប់ទី30ធ្វើឲ្យគេយល់ថាសមិទ្ធផលរបស់អ្នកកើតចេញពីសំណាងមនុស្សមានការស្ងាច់សរសើរចំពោះអ្វីដែលកើតឡើងដោយភាពងាយស្រួលនិងសំណាងហើយគេប្រហែលជាមិនឲ្យតម្លៃនៃចំណែកនៃការខិតខំប្រឹងប្រែងនោះទេបំភាន់ភ្នែកគេដោយលាក់បាំងនូវកិច្ចខិតខំប្រឹងប្រែងនៅពីក្រោយសមិទ្ធផលរបស់អ្នកបែបនេះធ្វើឲ្យគេស្ងាច់សរសើរអ្នកហើយកាត់បន្ថយឱកាសនៃការច្រណែននិងការអន់ចិត្ត
ច្បាប់ទី31បង្កើតជំរើសដែលមានប្រយោជន៍ដល់អ្នករៀនបង្កើតជំរើសដែលមានប្រយោជន៍ដល់អ្នកនិងផ្ដល់ជំរើសតិចតួចបំផុតទៅកាន់អ្នកដទៃក្នុងការសម្រេចចិត្តធានាឲ្យបានថាទោះបីជាគេជ្រើសរើសជំរើសណាក៏ដោយក៏សុទ្ធតែមានប្រយោជន៍ដល់អ្នកដែរច្បាប់ទី32ប្រើប្រាស់ការស្រមើស្រមៃរបស់មនុស្សចូលចិត្តការស្រមើស្រមៃជាជាងការពិតអ្នកនិពន្ធបានផ្ដល់ដំបូន្មានឲ្យយើងចេះប្រើប្រាស់ការស្រមើស្រមៃទាំងនោះដើម្បីជាឥទ្ធិពលនិងគ្រប់គ្រងអ្នកដទៃផ្ដល់ឲ្យគេនៅអ្វីដែលពួកគេចង់ជឿដើម្បីទទួលបានការគោរពនិងភាពស្មោះត្រង់ក្នុងគោលបំណងសម្រេចគោលដៅផ្ទាល់ខ្លួនរបស់អ្នកច្បាប់ទី33ស្វែងរកឲ្យឃើញពីចំណុចខ្សោយរបស់គេមនុស្សគ្រប់គ្នាសុទ្ធតែមានចំណុចងាយរងគ្រោះវាគឺជាចំណុចខ្សោយដែលយើងអាចកេងប្រវ័ញ្ចនិងជាចំណុចសំខាន់នៃការវាយប្រហារស្វែងរកចំណុចខ្សោយរបស់គេឲ្យឃើញហើយចុចឲ្យចំចំណុចខ្សោយទាំងនោះច្បាប់ទី34ធ្វើខ្លួនឲ្យដូចអ្នកបានសម្រេចវាហើយដើម្បីទទួលបានអំណាចអ្នកត្រូវតែមានទំនុកចិត្តខ្ពស់ហើយធ្វើសកម្មភាពដូចជាអ្នកមានវារួចទៅហើយវាដូចជាច្បាប់ស្រូបទាញយ៉ាងអញ្ចឹងនៅពេលដែលអ្នកធ្វើខ្លួនដូចជាសម្រេចវាហើយខួរក្បាលនិងអាកប្បកិរិយារបស់អ្នកសម្ដែងចេញមកថាអ្នកមានវាហើយអ្នកដទៃនឹងជឿលើអ្នកហើយជាចុងក្រោយអ្នកនឹងទទួលបានវាពិតប្រាកដមែនច្បាប់ទី35ចេះពីសិល្បៈនៃការគ្រប់គ្រងពេលវេលាពិតជាសំខាន់ណាស់យើងត្រូវដឹងថាពេលណាត្រូវធ្វើសកម្មភាពពេលណាត្រូវរង់ចាំការដែលចេះមើលកលៈទេសៈនិងចេះធ្វើសកម្មភាពក្នុងពេលដ៏ត្រឹមត្រូវធ្វើឲ្យអ្នកជោគជ័យពាក់កណ្ដាលរួចទៅហើយការដែលខ្វះការអត់ធ្មត់និងធ្វើសកម្មភាពដោយអន្ទះសារនឹងធ្វើឲ្យអ្នកឈានទៅរកភាពបរាជ័យច្បាប់ទី36កុំខ្វល់ពីអ្វីដែលអ្នកមិនមានការដែលមិនអើពើប្រងើយកន្តើយនឹងអ្វីដែលអ្នកមិនមានពិតជាធ្វើឲ្យអ្នកមិនងាយនឹងជាឥទ្ធិពលពីអ្នកដទៃនិងធ្វើឲ្យអ្នកមានថាមពលជាជាងការឆ្លុះវង្វេងនិងកោតសរសើរនឹងអ្វីដែលអ្នកគ្មានច្បាប់ទី37បង្កើតទស្សនីយភាពគួរឲ្យទាក់ទាញតាមរយៈទស្សនីយភាពដ៏អស្ចារ្យសម្ដែងរឿងល្ខោននិងព្រឹត្តិការណ៍ដែលមិនអាចបំភ្លេចបានអាចធ្វើឲ្យអ្នកទាក់ទាញចំណាប់អារម្មណ៍និងបង្កើតការស្រមើស្រមៃនៅក្នុងចិត្តអ្នកដទៃដែលធ្វើឲ្យអ្នកអាចគ្រប់គ្រងស្ថានភាពនិងគំនិតរបស់ពួកគេបានច្បាប់ទី38គិតអ្វីដែលអ្នកចង់គិតប៉ុន្តែបង្ហាញអាកប្បកិរិយាដូចមនុស្សទូទៅវាពិតជាមានសារៈសំខាន់ណាស់ក្នុងការរក្សាការយល់ឃើញនិងផ្នត់គំនិតផ្ទាល់ខ្លួនរបស់អ្នកជាឯកជនវាក៏សំខាន់ដូចគ្នាដែរក្នុងការបត់បែនតាមបរិបទសង្គមនិងការរំពឹងទុករបស់មនុស្សទូទៅខ្លែងបន្លំអារម្មណ៍និងគំនិតពិតរបស់អ្នកឲ្យនៅលាយឡំជាមួយនឹងអ្នកដទៃនៅពេលដែលចាំបាច់វាការពារអ្នកពីរឿងនឹងមនុស្សដែលមិនចាំបាច់ខណៈដែលអ្នកអាចរក្សានៅផ្នត់គំនិតនិងគោលចំហរបស់អ្នកឲ្យនៅដដែលច្បាប់ទី39គោទឹកដើម្បីចាប់ត្រីការដែលបង្កើតភាពវឹកវរឬច្របូកច្របល់តាមរយៈការបំផុសអារម្មណ៍និងបង្អាក់ស្ថានភាពបច្ចុប្បន្នអ្នកអាចរំលេចឲ្យអ្នកដទៃបង្ហាញចេញពីចេតនាពិតរបស់ពួកគេនៅក្នុងស្ថានភាពច្របូកច្របល់បែបនេះអ្នកអាចទាញយកផលប្រយោជន៍ពីកំហុសរបស់ពួកគេដើម្បីទទួលបានជ័យជំនះច្បាប់ទី40កុំទទួលយករបស់ free ឲ្យសោះគ្មានអាហារថ្ងៃត្រង់ណាដែល free នោះទេនៅពេលដែលមាននរណាម្នាក់ឲ្យអំណោយអ្វីមួយដល់អ្នកត្រូវចាំថាវាបង្កប់នៅអន្ទាក់ឬផលតបស្នងដែលអ្នកពិបាកនឹងបដិសេធនៅពេលក្រោយដើម្បីរក្សាអំណាចរបស់អ្នកជៀសវាងនឹងការទទួលយករបស់អ្វីមួយពីគេព្រោះវាអាចធ្វើឲ្យអ្នកជំពាក់គុណគេនិងមិនអាចបង្ហាញនូវអានុភាពនិងឯករាជ្យភាពរបស់អ្នកទៅលើគេបាននោះទេច្បាប់ទី41ជៀសវាងដើរតាមគន្លងជោគជ័យរបស់អ្នកចំនួនមុនបើសិនជាអ្នកស្ថិតក្នុងគ្រួសារអ្នកមានឬឥស្សរជនអ្នកអាចមានឥទ្ធិពលនិងអំណាចបានលុះត្រាណាតែអ្នកមានជាងអ្នកចំនួនមុនឲ្យបានច្រើនដងកុំបណ្ដោយខ្លួនឲ្យស្ថិតនៅក្រោមអំណាចនិងការគ្រប់គ្រងរបស់អ្នកចំនួនមុនអ្នកត្រូវរៀនបង្កើតផ្លូវដោយខ្លួនឯងបង្កើតអត្តសញ្ញាណថ្មីធ្វើឲ្យខ្លួនល្បីឬមានជាងអ្នកចំនួនមុនគេមិនអាចគោរពអ្នកបានទេបើសិនជាអ្នកគ្រាន់តែជាកូនអ្នកមាននោះច្បាប់ទី42វាយអ្នកគង្វាលឈាមហើយវងឈាមនឹងខ្ចាក់ខ្ចាយនៅក្នុងក្រុមឬអង្គភាពណាក៏ដោយសុទ្ធតែមានអ្នកដឹកនាំនៅពេលដែលអ្នកកំចាត់ក្បាលម៉ាស៊ីនចោលហើយនោះអ្នកដើរតាមនឹងខ្ចាត់ខ្ចាយវងវែងក៏ដៅពួកគេនឹងបែកបាក់សាមគ្គីហើយងាយនឹងឲ្យអ្នកធ្វើការវាយប្រហារច្បាប់ទី43គ្រប់គ្រងលើចិត្តនិងគំនិតរបស់អ្នកដទៃគន្លឹះក្នុងការគ្រប់គ្រងមនុស្សគឺយកឈ្នះចិត្តនិងគំនិតរបស់ពួកគេប្រើប្រាស់ភាពស្មោះត្រង់និងការលើកទឹកចិត្តដើម្បីយកឈ្នះចិត្តរបស់ពួកគេចាំតម្រឹមគោលដៅរបស់គេឲ្យស្របទៅនឹងចក្ខុវិស័យរបស់អ្នកច្បាប់ទី44ដកហូតអាវុធហើយធ្វើត្រាប់តាមគេយុទ្ធសាស្ត្រដ៏មានឥទ្ធិពលបំផុតមួយគឺធ្វើត្រាប់តាមគេឆ្លុះបញ្ចាំងពីសកម្មភាពនិងអាកប្បកិរិយាដូចនឹងពួកគេដែរពេលនោះគេមិនដឹងថាត្រូវវាយប្រហារអ្នកបែបណានោះទេព្រោះអ្វីដែលគេប្រឈមគឺជាសកម្មភាពរបស់ពួកគេផ្ទាល់ច្បាប់ទី45ធ្វើការផ្លាស់ប្ដូរតែកុំប្ដូរច្រើនពេកក្នុងពេលតែមួយជារឿយៗការផ្លាស់ប្ដូរត្រូវប្រឈមនឹងឧបសគ្គជាច្រើនដូច្នេះអ្នកត្រូវដំណើរការវាដោយប្រុងប្រយ័ត្នជាទីបំផុតអ្នកអាចធ្វើការផ្លាស់ប្ដូរបានតែត្រូវធ្វើសន្សឹមបន្តិចម្ដងដោយណែនាំគំនិតថ្មីនិងធ្វើកំណែទម្រង់យឺតដើម្បីជៀសវាងភាពច្របូកច្របល់ច្បាប់ទី46
កុំបង្ហាញភាពល្អឥតខ្ចោះពេកការបង្ហាញភាពល្អឥតខ្ចោះនិងភាពមានបានជាងអ្នកដទៃពេកវាអាចជាបណ្ដាសាបង្កគ្រោះថ្នាក់ដល់ខ្លួនទៅវិញទេការបង្ហាញដោយចេតនានៅអ្វីដែលអ្នកមានអាចជំរុញឲ្យមានការច្រណែននិងការអន់ស្រពន់ចិត្តចំពោះអ្នកដទៃធ្វើឲ្យអ្នកងាយរងការវាយប្រហារបង្កើតជាការស្អប់និងសត្រូវដោយមិនដឹងខ្លួនដើម្បីជៀសវាងបញ្ហានេះយកល្អគួរតែបង្ហាញចំណុចខ្វះខាតឬគុណវិបត្តិខ្លះដើម្បីកុំឲ្យមានការច្រណែនពីអ្នកដទៃច្បាប់ទី47កុំលោភលន់ពេកដឹងថាពេលណាដែលត្រូវឈប់មានមហិច្ឆតាជារឿងល្អតែការដែលលោភលន់គ្មានព្រំដែនអាចធ្វើឲ្យអ្នកធ្លាក់ចុះក្នុងបរាជ័យដោយអាម៉ាស់បំផុតនៅពេលដែលអ្នកសម្រេចអ្វីដែលអ្នកចង់បានហើយអ្នកត្រូវដឹងថាពេលណាដែលត្រូវឈប់ខំប្រឹងឬចោលបានហួសហេតុពេកធ្វើឲ្យអ្នកមានកំហុសភាពជោគជ័យមិនមែនសំដៅទៅលើការរីកចម្រើនទៅមុខឥតឈប់ឈរនោះទេប៉ុន្តែជាការដែលដឹងថាពេលណាត្រូវទទួលបានអ្វីដែលអ្នកបានឈ្នះនិងរីករាយនឹងផ្លែផ្កានៃការខិតខំប្រឹងប្រែងរបស់អ្នកច្បាប់ទី48រៀនបត់បែនឲ្យបានលឿនច្បាប់ចុងក្រោយនៅក្នុងសៀវភៅនេះគឺណែនាំឲ្យយើងរៀនសម្របខ្លួននិងមានភាពបត់បែនទៅតាមស្ថានភាពនិងការផ្លាស់ប្ដូរដូចគ្នាទៅនឹងទឹកអញ្ចឹងដែរវាមានរូបរាងដូចធុងនៅពេលដែលវាស្ថិតនៅក្នុងធុងវាមានរូបរាងដូចថង់នៅពេលដែលវាស្ថិតនៅក្នុងថង់អ្នកដែលរឹងទទឹងមិនព្រមចោះចាញ់ងាយនឹងចាញ់រីឯអ្នកដែលចេះសម្របខ្លួនតាមកលៈទេសៈទើបជាមនុស្សអស្ចារ្យខាងលើនេះគឺជាច្បាប់នៃអំណាចទាំង48ដែលផ្ដល់នូវអនុសាសន៍ដ៏ទូលំទូលាយមួយស្ដីពីការយល់ដឹងការពង្រឹងសក្តានុពលក្នុងការកសាងអំណាចច្បាប់មួយចំនួនស្ដាប់ទៅហាក់បីដូចជារឿងសាហាវបន្តិចប៉ុន្តែអ្នកនិពន្ធសង្កត់ធ្ងន់ថាច្បាប់ទាំងនេះគ្រាន់តែជាការឆ្លុះបញ្ចាំងពីការពិតនៃអំណាចនិងឥទ្ធិពលពេញមួយប្រវត្តិសាស្ត្ររបស់មនុស្សជាតិតែប៉ុណ្ណោះសូមអនុវត្តច្បាប់ទាំងនេះដោយប្រុងប្រយ័ត្នប្រកបដោយគតិបណ្ឌិតគុណធម៌និងមនុស្សធម៌អរគុណចំពោះការតាមដានស្ដាប់របស់អ្នកទាំងអស់គ្នាសូមអបអរសាទរអ្នកបានស្ដាប់ចប់សៀវភៅមួយក្បាលទៀតហើយ